ដែលថាសាសនាមិនពុទ្ធសាសនាមិនទាក់ទងនឹងខ្មោចគឺពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធទាំងអស់អត់មានពាក្យណាដែលទៅបង្រៀនឲ្យខ្មោចនឹងធ្វើទេខ្មោចមិនអាចធ្វើទានធ្វើសិលឲ្យបានដោយមនុស្សទេអ្នកដែលស្លាប់ទៅជាខ្មោចហើយលែងទាក់ទងឲ្យនឹងពុទ្ធសាសនាបានហើយអ្នកជាខ្មោចនឹងគ្រាន់តែកាន់យកអំពើកាលដែលខ្លួននៅជាមនុស្សរស់ជាមនុស្សនោះធ្វើអំពើល្អបានបណ្ណាអាក្រក់បានបណ្ណាក៏កាន់ទទួលយកផលនោះឯងទៅកាន់លោកខាងមុខខ្លួនធ្វើអំពើកុសលផលបុណ្យលះលោកទៅកុសលផលបុណ្យជួយទ្រទ្រង់អ្នកនោះទៅកាន់សុគតិអ្នកណាធ្វើអំពើអាក្រក់នឹងជួយទ្រទ្រង់អ្នកនឹងនាំទៅដាក់ទុគតិក្នុងអបាយភូមិមានប៉ុណ្ណឹងធ្វើអីទៀតអត់មានទេបានតែពុទ្ធសាសនាមិនមែនជាពិធីដែលទាក់ទងនឹងខ្មោចមិនអាចមកសូត្រធ្វើមិនអាចមកសំសិលមិនអាចមកធ្វើសមាធិឲ្យបានដោយមនុស្សទេដែលមានអត្ថន័យថាពុទ្ធសាសនាមិនទាក់ទងនឹងខ្មោចទេនឹងសូមឲ្យយើងនិយាយជ្រាបអញ្ចឹងពុទ្ធសាសនាជាពាក្យទូលមានព្រានបដៅរបស់ពុទ្ធសម្រាប់តែទូលមានមនុស្សរស់ទេឲ្យមនុស្សរស់ទេបដិបត្តិទៅតាមពាក្យទូលមានព្រានបដៅរបស់ពុទ្ធដូចជាបន្តិកេណានុបទានកាន់បិណ្ឌនេះក្តីមនុស្សទេគេធ្វើញោមញាតអ្នករស់ទេធ្វើពិធីកាន់បិណ្ឌកេណានុបទាននឹងមិនខ្មោចធ្វើទេស្ដាប់បានទេញោមណាមនុស្សរស់ទេដែលមនុស្សរស់នោះជាសប្បុរសអ្នកមានចិត្តស្ងប់មានបញ្ញាឃើញកិច្ចការដ៏ល្អរបស់លោកឪពុកអ្នកម្ដាយជាដូនជាតាដែលគាត់ធ្វើឲ្យមកលើយើងហ្នឹងគេហៅថាឧបការៈសេចក្តីល្អបើមិនមានលោកជួយសង្គ្រោះដល់យើងទេចិញ្ចឹមបីបាច់ថែរក្សាអប់រំទូលមានព្រានបដៅយើងទេឲ្យយើងទៅសាលារៀនសូត្របានចំណេះវិជ្ជាទេយើងក៏មិនបានមកជាមនុស្សដ៏ប្រសើរដោយសពថ្ងៃទេមិនមានបញ្ញាមានអីទេដែលយើងរស់រៀនមានជីវិតជាសុខសប្បាយបានរៀនមានចំណេះមានវិជ្ជាកើតបញ្ញាព្រោះកិរិយាសង្គ្រោះរបស់លោកឪពុកអ្នកម្ដាយទេក៏សង្គ្រោះយើងនឹងជួយយើងនោះទាំងហ្នឹងដែលគុណឧបការៈរបស់ព្រះលោកដែលយើងត្រូវដឹងគុណលោកក្នុងការដឹងគុណនឹងទៀតក៏មិនមែនដឹងតែក្នុងពេលដែលលោកស្លាប់ទៅហើយទេយើងដឹងតាំងពីលោកនៅរស់ម្ល៉េះគាត់ចាស់ជារាទៅយើងចិញ្ចឹមរក្សាលោកផ្គត់ផ្គង់លោកដោយបច្ច័យទាំង4គ្រឿងឧបភោគបរិភោគគាត់អាហ្នឹងជាគ្រឿងតបគុណដល់គាត់ហើយណាសង្គ្រោះគាត់វិញលុះដល់លោកអស់ជីវិតទៅហើយក៏នៅតែយើងនឹករលឹកឃើញគុណរបស់ព្រះលោកនៅរស់យើងជូនគ្រឿងឧបភោគបរិភោគបាយទឹកនំយាយជូនទៅលោកយកទៅបរិភោគយកទៅប្រើប្រាស់អានឹងបុរាណលោកថាធ្វើបុណ្យខែភ្លឺមើលគ្នាឃើញគាត់ក៏មើលយើងឃើញយើងក៏មើលគាត់ឃើញយើងជូនអីទៅឃើញគាត់ទទួលយកពីយើងទៅប្រើប្រាស់គាត់ធ្វើបុណ្យខែភ្លឺពុទ្ធសាសនាលោកថាបានបុណ្យណាតបគុណខែភ្លឺហ្នឹងហើយម្យ៉ាងទៀតប្រពន្ធលោកថាកូននឹងជាឈើច្រត់របស់ម៉ែឪប្រាប់ច្បាស់យ៉ាងទៀតកូននឹងជាឈើច្រត់របស់ម៉ែឪខ្ញុំដឹងឲ្យឈើច្រត់គេសម្រាប់ទប់ខ្លួនគេដល់ចាស់មើលយាយតាចាស់ក៏ដើរទៅក៏កាន់ឈើច្រត់ទប់ខ្លួនប្រពន្ធថាកូនជាឈើច្រត់របស់ម៉ែឪវាឈើច្រត់មិនមែនសំដៅគ្រាន់តែឈើមកដើមយកមកទប់ខ្លួននឹងទេតែឈ្មោះតែឈើច្រត់យើងចាស់ទៅធ្វើអីអត់កើតកិច្ចការក៏កូនជួយយើងទៅទាំងអស់ហ្នឹងឈើច្រត់អីបងឈើច្រត់អញញោមមកឯណាពីខេត្តកំពង់ធំពីភ្នំពេញនៅមកធ្វើបុណ្យនៅកាន់បិណ្ឌនៅវត្តដូងនេះសមានកាន់ចង្កូតរថយន្តខ្លួនឯងបើកូនមិនជូនមកនោះអាហ្នឹងឯងឈើច្រត់ពឹងកូនទាំងអស់លោកពលថាកូនជាឈើច្រត់
อันนี้ยังเราตอบคุณก็เป็นแต่ลูกนารอดนั่งพระพุทธบรมครูลูกตูเมียนนะยังทวนจังดาลูกเรียนลูกแต่ว่าหายคนโลกก็เน่าตำเต็นยังบานศกบานสู้สดายได้ซาโลกไอ้ช่วยตำนกเราช่วยสังเคราะห์ยังบ้านเฉียนเมียนปนเตะกันนานกเตียนนึกเอาตื้อชูนตัวโลกเตียนโนเฮ้ยเนี่ยได้ดังก้นนี่แกหาแต่สับปะรอปลายปลายขมายแต่เนี่ยได้สงบมโนน้อยเฉียมโนสงบบ้านในธรรมนมมันเพิ่มเปิดบาปเตะดอยกายดอยวิชาไอ้นั่งมันเพื่อเตะอันนั้นเป็นสงบไอ้เพื่อทำเพื่อกุศลละเต้าเมียนปัญญาคืนคนอุปการะดอกอุปการะจนบ้านเชียนเอามันสงบนั่งครบแต่คนนี้ตายแต่เพื่อเตะกันนานอุปเตียนอุติชูนดอกอุปการะจนได้โลเลียโลตวายเนี่ยนั่งปูสับปะรออันนั้นจักคนเนเชียอวาตูเมียนปรินบดาวระบบประสมาสัมพุทธเชียบรมครูในยืงหายตูเมียนอ้อยมโนช่วยเนี่ยตัวเวงตัวเมาขนองสงกุมระบบมโนบ้านในทพุทธศาสนาในเชียศาสนาแต่เตะตองแต่นึ่งชีวิตบามโนนึ่งสงกุมระบบมโนรอดเตเพราะนั่งจะอัดเมียนเตะตองนั่งใส่เตโยอุติยหอพอพ้นลูกเป็นรินไม่เอาไอ้สองครอกโกนนึกด้อยสถานปรามยางโดยเธอปรามยางเฮ้ยพอพ้นลูกตูเมียนโกนนึกไอ้สองครอกไม่เอาเว้นปรามยางด้อยกันเนี่ยพอพ้นลูกตูเมียนปะใดนึกไอ้สองครอกพอพ้นครูนปรามยางสองครอกตูเมียนไอ้พอพ้นนึกสองครอกปะใดเว้นปรามยางนี่เธอปรามยางครูสังเคราะห์สังเคราะห์ครูจะไหวเนี่ยสังเคราะห์กรรมกรสังเคราะห์จะไหวได้ปปวนเตะตงเนี่ยทั้งอ่อนจังในกรันแต่เลิกเชียวเตียฮอดได้คล้ายมันกรุบกรันแต่มนุษย์เราแต่สังเคราะห์เนี่ยแต่ไม่ได้มานั่งเชียเปียตูเมียนบ่าวพุทธได้หาแต่พุทธศาสนาอัดเมียนเตะตงนังใส่เตเงินเย็นเมื่อนั่งเชียพุทธเปียระว่าปนไอตรังแต่ยังอัดมันดังแล้วสำได้ไอชบ้านเลือดเตียนศาสนาดตีเกี่ยตำไลแต่เทวดาเตแต่เทวดาปะแกเมียนได้เชียเมียนอำนาจเมียนรัดเชียนเนี่ยสเสจูเวสนามโนมาเอายืงนั่งครบแต่เนี้ยบ้านเมียนเปียทปรุมมลิกคือเปรียบปรมโลกตัวเสกตราจูเวสนามนุษย์อ้อยหมออ้อยเนี่ยเองเต้าเจสไอเจริญเมียนประวัติรูปนั่งสลายการหมอชีวิตระบอบมนุษย์ปกเปรตตัวตามลิขิตสมบัติระบอบประพรมนั่งเองจารักมาอ้อยนั่นจังแต่ปกปุจเชียบรมคุลุปะได้แสดอัตตัวสกัลเตมันตัวสกัลเตถ้าเทวดาจะทมกรบกรองเลยมโนอันเมียนเตนิยมเนี่ยได้ดังไงนะอันได้ดังแต่พอพ้นโลกะได้ใส่มันตัวสกัลลำปีเทวดาได้อาจจะเสจูเวสนามาอ้อยมโนนั่นอันดังเตพอพ้นโลกามโนเนี่ยเชียกรรมลิขิตเตกรรมลิขิตกรรมกุมเปิดได้เกิดเปิดลิขิตกัตราสมเกิลมันโน่นเกิดเปิดไอ้เกเรียนไอ้จำนายเจ็ดดังไอ้บ้านเมาเกี่ยจำนายเจ็ดดังหมดเปิดกลางเฮโรซีไอ้ครูนเกี่ยเต้าเจียสไอ้คือมันโน่เกี่ยสำหรับครูนเกี่ยที่จังเปิดครูเป็นเรียนเกี่ยตัวเรียนเต้าก็รู้ก่อสอนเต้าอันนั้นไงครูนเกี่ยน่ะที่จังเปิดไปเกี่ยตัวเรียนไปเจียไปเต้าcái chẳng thưa này cho bác cái tờ riêng cho bác tới chẳng thưa chia tàu la cá cái tàu riêng nè chẳng thưa này chùm nôi này chùm cái tàu riêng đó ta riêng chắp chết đó cái mà thưa cái này xâm rạch ta luôn kia nâng ai cái chẳng thưa ấy cái tàu riêng chùm niên nè nâng học cầm mà lịch hết bộ phận lộ ta cầm mà lịch hết rồi bộ phận lộ bạc để sátอัดอ้อยตำไลเทวดาเป็นบพรหมไม่เต
ទីទេពអត់មានទេលោកឲ្យតម្លៃមโนនេះសំដែងពីពុទ្ធសាសនាឲ្យញោមញាតស្ដាប់ហើយញោមញាតអត់ដែលដឹងថាប្រពន្ធលោកថាមโนមានតម្លៃជាងទេវតាប្អិនប្រព្រំអត់ដឹងទេដឹងតែទេវតាប្អិនប្រព្រំតែតាមពេទ្យប្រពន្ធលោកថានៅលើដីក្រោមមេឃនេះគ្មានអ្នកណាប្រកែកជាងមនុស្សគ្មានអ្នកណាមានដៃជាមានឥទ្ធិពលមានអំណាចស្មើនឹងមនុស្សអត់មានទេមានតែមនុស្សទេញោមអត់ដែលឮសោះភាសាដែលប្រពន្ធលោកប្រាប់ឮថាទេវតាប្អិនប្រព្រំឯសូនរាជប្រកែកជាងមនុស្សចេះចាំអានោះដូចដើរកើតមកបងឃើញតែប៉ុណ្ណឹងតែក៏មកនិយាយតែនិយាយទៅប៉ះពុតគឺនិយាយទៅរឿងនេះសតតែបងយើងគិតទៅបងប្រពន្ធលោកថានៅលើមេឃនៅលើដីក្រោមមេឃអ្នកណាប្រកែកជាងមនុស្សប្រពន្ធអត់និយាយពីទេវតាប្អិនប្រព្រំទេអញ្ចឹងព្រោះយកយេតពិនិត្យមើលមកនៅលើដីនេះឥឡូវយើងនិយាយពី100ឆ្នាំមុន100ឆ្នាំមុនណាញោមញាតនៅស្រុកស្ទូកនេះត្រូវការទៅស្រុកកំពង់ធំកំពង់ស្វាយអីដើរថ្មើរជើងណាចិត្តគួសមដើរទេឆ្ងាយបន្តិចបរទេសគោរទេសកបីជិះសេះឬមានតម្រៃគេជិះតម្រៃយានជំនិះបោះប៉ុនគេសងៃបាត់អស់រលីងហើយណាហ្នឹងណាបងវាមានកង់វាមានម៉ូតូមានឡានមានយន្តហោះអីចឹងដើរថ្មើរជើងដើរបានទៅផ្ទះចិត្តគ្នាក្នុងភូមិតែទៅឆ្ងាយហើយពីស្ទងទៅកំពង់ពីស្ទងទៅកំពង់ស្វាយមិនបានដើរទេយ៉ាងហោចក៏មានកង់មានម៉ូតូជិះដែរខ្ញុំមកបាត់អស់លីនេះអាកង់ម៉ូតូហ្នឹងអ្នកណាអ្នកធ្វើខ្ញុំមកកង់ម៉ូតូឡានអីអ្នកណាអ្នកធ្វើក៏សត្វទៅមនុស្សទាំងអស់ហ្នឹងរហូតដល់ទៅនោះយន្តហោះដែករាប់តោនដែកលើមេឃលើអាកាសខ្ញុំមកអ្នកណាធ្វើសត្វទៅមនុស្សធ្វើទៅទាំងអស់ហ្នឹងខ្ញុំមកពេលប្រពន្ធលោកថានៅលើដីក្រោមមេឃមានណាប្រកែកជាងមនុស្សយើងមានដែលដឹងឯណាឥឡូវអាត្មាប្រាប់ឲ្យដឹងខ្ញុំមើលអស់នោះអ្នកណាធ្វើគ្រឿងទំនើបបច្ចេកវិទ្យាទំនើបសត្វតែមនុស្សធ្វើតែទាំងអស់ហ្នឹងឯងឬអានឹងនិយាយពីរឿងល្អចុះបើរឿងអាក្រក់ក្របបែកកំភ្លើងមីនស្អីអីគ្រឿងប្រហារទាំងអស់ណាអ្នកធ្វើតែមនុស្សធ្វើដល់ប្រកែតែទាំងអស់នៅប្រកែទៅទាំងអស់ហើយប៉ុន្តែមួយវាប្រកែខាងធ្វើសេចក្តីល្អការងារដែលល្អសម្រាប់ជួយដល់ជីវិតមនុស្សដូចជាកង់ម៉ូតូឡានយានយន្តអីទាំងអស់សុទ្ធតែជួយឲ្យមនុស្សនឹងបានសេចក្តីសុខក្នុងការធ្វើដំណើរទៅកាន់ទីណាដទៃគ្រឿងដទៃទីច្រើនណាស់ពោសុទ្ធតែមនុស្សធ្វើទាំងអស់សត្វថ្ងៃដែលញោមប្រើប្រាស់តាំងពីសម្ពុតខោអាវសត្វតែមនុស្សធ្វើតែទាំងអស់ហ្នឹងឯងតែចាហ្នឹងឯងថាមិនដឹងនៅងងហ្នឹងធ្វើតែខ្លួនឯងចាំពិបាកទៅពឹងអីបាទទៅពឹងវាល្ងងតែបើគេចេះដឹងគេមិនពិបាកទៅពឹងតែគេពឹងតែកាយវាចាចិត្តរបស់ប៉ុនគេទេអានឹងចឹងយកមកមើលនៅស្អីដែលវាខុសពីមនុស្សគឺមិនមានទេដែលព្រះអង្គថាមនុស្សនេះគ្មានណាប្រកែកបែបមនុស្សទេប្រកែកទាំងអស់ខ្ញុំមើលទូរស័ព្ទនេះដាក់ពីមុខបានបាត់ដៃកម្រាស់ប៉ុណ្ណាតាកតងនេះបានមកបែបនេះញោមមានកូននៅស្រុកបារាំងអាមេរិកអើយនឹកកូនអញចុចទៅឃើញអាកូននឹកម៉ែចុចមកឃើញនិយាយគ្នាបានឃើញរូបនេះទៀតដូចនៅមុខគ្នាខ្ញុំមនុស្សធ្វើទាំងអស់គ្រឿងនោះអស្ចារ្យណាបើញោមប្រើប្រគេចេះតែប្រើតែមិនដែលគិតតែយីលោកអ្នកណាឲ្យប្រកែខួរក្បាលគំនិតបញ្ញាប្រកែយ៉ាងនេះធ្វើរបស់ឲ្យគេប្រើបានស្រួលងាយតាកតងនេះបានងាយស្រួលមកនៅលើបែបនេះអត់ដែរបាននឹកទេនេះជាអវាទដែលប្រពន្ធលោកថាមានណាប្រកែជាងមនុស្សអត់មានណាប្រកែជាងមនុស្សទេតែលើកឧទាហរណ៍ឲ្យជាច្បាស់ឬខ្ញុំញាតដឹងហើយកន្លែងផែនដីយើងគេថា
แผ่นใดมโนโลกពិភពលោកសម្រាប់មនុស្សលោកកើតនៅហ្នឹងឬគេថាឋានកណ្ដាលគេនេះពិភពលោកឋានកណ្ដាលមនុស្សនេះកណ្ដាលគេថាម៉េចបានព្រះអង្គថាកណ្ដាលពីព្រោះទេវតាប្អិនប្រព្រំទៅពីចំហាយមនុស្សដែលធ្វើល្អដែលញោមញាតហ្នឹងណាកើតជាមនុស្សហើយធ្វើសាងកុសលផលបុណ្យល្អមានទានមានសិលជាដើមដល់អស់ជីវិតទៅកើតទេវតាអានឹងយ៉ាងខាងក្រោមញោមនឹងនរកប្រែតដេរឆានអសរកាយយើងធ្វើអំពើអាក្រក់នឹងអកុសលកម្មដោយកាយវាចានឹងកាប់សម្លាប់លួចប្លន់អីគេសពបែបសពយ៉ាងហ្នឹងអំពើអាក្រក់ហ្នឹងតែអស់ជីវិតទៅកើតក្នុងអបាយភូមិយើងនេះវាកណ្ដាលគេណាទៅលើក៏មនុស្សដោយសារមនុស្សទៅក្រោមក៏មនុស្សនេះប្រពន្ធលោកប្រាប់អញ្ចឹងពួកយើងចង់ឲ្យរួចផុតចាកទុក្ខទៅកាន់អបាយភូមិជាទីដែលទុក្ខកើតទុក្ខសោយទុក្ខវេទនាហើយយើងចង់ទៅចេញរួចផុតចាកទុក្ខត្រូវបដិបត្តិទៅតាមធម៌ដែលព្រះអង្គទ្រង់សម្ដែងឲ្យបានទៅរួចបើយើងចង់ទៅឋានសួគ៌យើងបន់ឲ្យទេវតាប្អិនប្រព្រំអីសូនរេនយកទៅលែងទៅរួចហើយក៏ឲ្យបានទៅរួចទេគ្មាននរណាមកយោងយើងយកទៅបានទេមានតែខ្លួនឯងធ្វើខ្លួនឯងទេបានទៅរួចបានន័យថាពុទ្ធសាសនាមិនមែនជាសាសនាសម្រាប់បន់ស្រន់បួងសួងពឹងឲ្យអ្វីមកជួយយើងទេអានេះច្បាស់ចឹងពុទ្ធសាសនាជាសាសនាដែលបង្រៀនឲ្យមនុស្សធ្វើការទេញោមមនុស្សធ្វើការញោមលឺឲ្យកាយកម្មវិច័យកម្មមโนកម្មបល័យកាយកម្មធ្វើការដោយកាយដោយខ្លួនយើងដោយដៃដោយជើងអីទាំងអស់វិច័យកម្មដោយសម្ដីតាកតងគ្នានិយាយបញ្យល់គ្នាប្រាប់គ្នាពីសេចក្តីអាក្រក់ល្អអីមโนកម្មយើងគិតគូរត្រេះរិះរហេតុរផលអីផ្លូវចិត្តផ្លូវបញ្ញាមានតែប៉ុណ្្នឹងឯងនឹងជាពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធឲ្យធ្វើការដោយកាយដោយវាចាចិត្តនោះដល់យើងអត់បានយល់ដល់យើងបានយល់ក៏ថាសុំគេវាស្រួលផងក៏ចេះសុំគេបើសុំតែពីសក់ខ្មៅទៅសក់សបានអីបន្តិចក៏នៅតែមិនឈប់សុំនៅតែសុំតែអញ្ចឹងអារបស់ទ្រព្យដែលមានផ្ទះបានទៅពីធ្វើខ្លួនឯងទៅទាំងអស់ញោមគិតមើលបាទញោមមានសម្បត្តិមានទ្រព្យអីនឹងផ្ទះនឹងបានពីអ្នកណារែកយកមកឲ្យអ្នកណាយកមកដាក់ឲ្យបានតែពីធ្វើខ្លួនយើងទៅទាំងអស់តាំងពីយើងចាប់ដៃទេបើបង្រៀនឲ្យយើងធ្វើការបានជាក់ស្ដែងពិតប្រាកដអញ្ចឹងមែនព្រះពុទ្ធលោកសម្ដែងគឺថាកម្មសកលមហិការងារណាដែលយើងធ្វើជារបស់ផងយើងកម្មតិយាតោណាកម្មនឹងវាជាមរតករបស់ផងយើងកម្មយោនិអំពើការងារដែលយើងធ្វើនឹងដែលអាចឲ្យកំណើតយើងទៅជាអីយើងកើតទៅជាស្អីព្រោះអំពើរបស់យើងទៅជាអ្នកមានទ្រព្យមានសម្បត្តិមានអីឬស្លាប់ទៅកើតទេវតាអីព្រោះតែអំពើយើងធ្វើនេះកម្មពន្ធុការងារដែលយើងធ្វើជាញាតិជាពូជពងវង្សារបស់ព្រះយើងជួយផ្ដល់ប្រយោជន៍ឲ្យយើងកម្មបដិសរណោនៅអំពើការងារដែលយើងធ្វើជាគ្រឿងឲ្យយើងនឹករលឹកចងចាំហ្នឹងអានេះលោកនិយាយតែពីការងារតែទាំងអស់បញ្ញោមដែលរស់រៀនមានព្រោះតែការងារអញមានទ្រព្យមានសម្បត្តិរស់រៀនមានជីវិតដោយសួស្តីព្រោះតែការងារដែលខ្លួនធ្វើទេអត់មានបានពីណាទេនឹងសូមឲ្យញោមញាតិជ្រាបយ៉ាងអំពីពុទ្ធសាសនាប៉ុន្តែសប្តាហ៍ថ្ងៃអាត្មាព្យាយាមទេសនាបញ្យល់ញោមញាតិគ្រប់ទីគ្រប់កន្លែងទាំងអស់ឲ្យស្គាល់ពីអ្វីជាពុទ្ធសាសនាដែលជាពាក្យទូលមានព្រានប្រដៅរបស់ព្រះពុទ្ធនិងអ្វីដែលមិនមែនហ្នឹង
โยมเนี่ยสดับตัวยอลบานจราดังบานจราได้บานรัตพลละอได้สาเคยโยมเนี่ยพุทธบริษัทแจ้เต๋อจูบอาตมาถวายกุมออกกุนอาตมานะถ้าบานสดับเธอติสนาเธอบานยอลดังไปโบสถ์เคยเต๋อออกกุนตอนนั้นไอ้บานเชียได้เคยเอาการสำแดงเธอผมพลืดโยมเนี่ยนึงเมียนประโยชน์โดยพุทธศาสนาจังที่นายโยมนะบ่สำแดงบ่นิยัยอ้อยเนี่ยได้เมียนปัญญาสดับกี่ตัวโยบานเพียมบ่ติยัยจมุยมันได้อัดปัญญาโอ้เงาอันนั้นอัดบานอยู่ไอ้แต่มันตัวโยเปรียบเป็นบ่เป็นยืนเตะเกิดประกันโยถ้าบ่ในหมดอินดาแกงคืนไอ้ประธานนึงใหม่นั่นได้เคยบ่ในเคยไอ้ประธานนึงใหม่ประกันเชื่อยังไงนึ่งมนุษย์ลงงอนแต่มนุษย์เนี่ยเมียนปัญญาแสดงแต่โอเคเมียนเหตุเมียนเพราะคือตัวสกัลโยบานเหตุเพราะคือกรรมพรนั่งไงกาเงียดเอ็ดพื้นเต้าแต่เมียนไปย่อยเฮ้ยพอพ้นลบเป็นเชี่ยปรับฉบับท่านนัดเทกรรมังสมังเปลี่ยงเราเลิกไปพบโลกเมียนเอาไว้เด็กเมียนกำลังสมาหนึ่งกาเงียดเอ็ดมนุษย์เพื่อเตการเงียดไอ้มนุษย์เพื่อนึงเมียนกำลังแต่เพื่อให้อ้อยพอตุบอัจเนี่ยเตแต่เพื่อกรรมไอ้อันนึงไปอ้อยมาตุบอัจเนี่ยเตบาลเนี่ยเพื่อโอเตียหอได้ชิญโยมเรียนไอ้อเตียตาโยมตัวเรียนเพื่อเชียงกัดเดคอเอาที่เจ้าดาตัวเรียนนึกวิจัยอภิธีกัดเดนังหมออภิธีอันนั้นเชี่ยพอระบบกรรมบางอย่างมันแช่มอยมกัดเด็กเขาเอากี่ไม่กัดอันนั้นพอระบกรรมแต่เธอไอ้ไม่แช่อันนั้นไอ้มาอ้อยเนี่ยเดินเนี่ยเรียนภาษาแต่เรียนอังกฤษแช่ยัยภาษาอังกฤษเรียนเช่นเรียนฝรั่งแช่ฝรั่งเรียนไอ้แช่โน่ไอ้แช่นั่งไอ้เชี่ยพอระบกรรมยมตุ้มไม่เชี่ยนั่นพอระบกเนี่ยแต่เธอกรรมไอ้กำนังอ่อยพอลมอตุ้มมันเนี่ยเตอันนั้นเชียเอาเตียหอวิจเมียนเชี่ยแสดงได้ยังมือเคยได้ยังนามิงพอลกรรมละอ้ออักระได้อ่อยพอลได้ยังเนี่ยเถอะอันนั้นยังมือมันเคยแต่ปปุลุษานั้นเชี่ยทำมาปวดเชี่ยกำลังได้ช่วยโตตรงชีวิตยังไปเจ็บบอลนั่งไอ้บ้านซบเพราะพอระบกรรมได้ยังถือปีมันมันนั้นก็เราสำแดงใช่พอกรรมโดยโยมเยียกาดเมาเมียนปัญญาเมียนตรบเมียนสมบัติชรานั่นอันนั้นเชื่อพอระบกรรมในโยมเยียบานบริชาเตียนมาปีพังดามปีมนบานเลี้ยงปองตรบสมบัติเติช่วยเชียเตียนช่วยส่องครัวดอนเนี่ยดอตีเนี่ยดอยวัดโอเตียนนั่นพอลบนนั่งไอ้ได้ช่วยตรงไอ้โยมเยียกาดเมานั่งไปเจ็บบอลนั่งเราตรบสมบัติเต๋อเบี้ยซ่อมประกอบเจ็ดได้ชำระเพราะพอระบกรรมจ้ะตอนนั้นศพเมียนบเปรียมกับตัวสู้ปุปนถ้าขยำพระองค์ชงอนแล้วมนุษย์กาดมองไม่คลากรอกลาเมียนพอกระสู้เมียนผมเป็นคอบาแล้วใหญ่แต่มาคอแต่เจ้าเนี่ยกลางมนุษย์กาดมองไม่มันโดนอยู่เนี่ยกลางเมียนคลากรอสู้จังมาบปุตตมมันเนี่ยเปรียมเมียนบศพเมียนบเนี่ยเด็กกรอกาดมาไปเจ็บบอลในกรอตรับกรอสมบัติเราไอเวมสัมประกอบประเนี่ยนุ่มมันบานปีมุนมอมบานบริจาตรับสมบัติเพื่อเจตียนเตใช่ช่วยสังเคราะห์ชีวิตเนี่ยดตีเตเนี่ยไอ้การมองเมียนตรับสมบัติชราละบริโภโรไอ้เพื่อไอ้เจตประกอบนั่นท่านนั้นที่บ้านบริจาตรับสมบัติเพื่อเจตียนไอ้น้องปีมนในสร้างพอลบนเตียนนี่จะช่วยตรงชีวิตที่ปัจจุบันไอ้เก๋เราตรับเราสบายเต้าช่วยบ้านจำรานลุดเลยนี่พอพ้นดอกสลายเราสึกได้จำงอระบาศพเมียนอบนั่นจ้ะในบ้านเราสำแดงแต่ชีวิตระบามโน
ដែលរស់ក្នុងបច្ចុប្បន្ននេះបានសេចក្តីសុខសួស្តីនឹងព្រោះបានឲ្យទានជាដើមក្នុងកាលមុនមកវាអានិសង្ឃនៃការបរិច្ចាគទានដែលធ្វើឲ្យអ្នកនឹងមានសម្បត្តិច្រើនក្នុងបច្ចុប្បន្ននេះមានមនុស្សជីវិតនោះតែមានទ្រព្យសម្បត្តិច្រើនជីវិតនឹងបានសុខសួស្តីហើយសេរីសេចក្តីសួស្តីនោះមកកើតក្នុងទ្រព្យហ្នឹងឯងតែខ្វះទ្រព្យអីរកសេចក្តីសុខមិនឃើញទេជីវិតរបស់ពលយើងហ្នឹងនឹងសំយើងនិយាយវាមានហេតុមានផលអញ្ចឹងអ្វីវានៅតែលើកខ្លួនយើងទៅទាំងអស់នៅតែលើកអំពើរបស់យើងទាំងអស់សុខទុក្ខល្អអាក្រក់មានក្រអីទៅបាននៅតែលើកខ្លួនយើងទាំងអស់ឥតមានអ្នកណាដែលមកជួយយើងបានទេបានក្នុងពុទ្ធសាសនានេះលោកសម្ដែងថាឲ្យមានជំនឿបរិស័ទនឹងមានជឿ4យ៉ាងជឿ4យ៉ាងគឺត្រឹមត្រូវអត់ខុសទេឲ្យតែជឿប្រកបទៅជឿ4យ៉ាងទី1បល័យថាកម្មសទ្ធាកម្មគឺអំពើការងារដែលយើងធ្វើសទ្ធាតែជឿឲ្យយើងជឿទៅលើកម្មការងារហ្នឹងនេះទី1ទី2វិបាកសទ្ធាជឿផលរបស់ការងារដែលយើងធ្វើហើយហ្នឹងជឿផលកម្មដែលយើងធ្វើពេលអ្នកស្រែអញ្ចឹងតាគេសាបព្រោះស្ទូងស្រូវវាបានផលមកជឿផលរបស់កម្មដែលខ្លួនធ្វើហ្នឹងទី3កម្មសកតាសទ្ធាជឿថាមនុស្សនៅស្ងៀមមិនបានទេមនុស្សត្រូវតែធ្វើការមានការងារនឹងឯងជាប្រចាំជីវិតរបស់មនុស្សទោះបីខ្ជិលច្រអូសមិនក៏ខានធ្វើមិនបានត្រូវតែធ្វើគេថាការងារវាអោបកជីកមនុស្សយ៉ាងតែកើតមកមានការងារហ្នឹងជាប្រចាំយ៉ាងហ្នឹងជឿចោលបានញោមមនុស្សអត់ការងារធ្វើមានទ្រព្យមានសម្បត្តិអីណាតែអត់ទ្រព្យសម្បត្តិមានបាយមានសន្លណាមកបរិភោគនឹងបានថានឹងត្រូវធ្វើការតែអត់ការងារធ្វើត្រូវរត់រកទីឲ្យពួកកម្មករអីទៅបំរើកិច្ចការងារគេទៅស៊ីឈ្នួលគេដល់វាអស់ការងារធ្វើទៅរត់ទៅរកការងារមួយទៀតអាការងាររត់ទៅរកអត់នៅស្ងៀមបានទេរត់ទៅរកការងារហ្នឹងបានណាឲ្យជឿទៅលើថាការងារជារបស់មនុស្សជៀសមិនរួចទេសំបីអ្នកកាន់សាសនាដែលថាព្រះឥសូរព្រះនរាយណ៍ព្រះព្រហ្មនឹងជួយផ្ដល់ឲ្យឃើញធ្វើការដូចតែយើងដែរអត់ឃើញដេកទទួលយកអំណោយព្រះទេឃើញធ្វើការដូចតែយើងដែរអានេះអញ្ចឹងបានថាអ្នកណាដែលមនុស្សណាដែលជឿទៅលើការងារខំធ្វើការងារអ្នកនឹងគឺកាន់ពុទ្ធសាសនាហើយដោយអត់ដឹងខ្លួនព្រោះប្រពន្ធលោកបង្រៀនមនុស្សឲ្យធ្វើការឃើញទេតែយើងធ្វើការគឺអនុវត្តទៅតាមពាក្យទូលមានព្រានបដៅរបស់ប្រពន្ធឲ្យតែជនជាតិណាមនុស្សណាឲ្យតែខំធ្វើការគឺកាន់ពុទ្ធសាសនាដោយអត់ដឹងខ្លួនអានឹងទី3កម្មសកតាសទ្ធាជឿថាមនុស្សត្រូវតែធ្វើការងារជារបស់យើងគ្រប់គ្នាខានបានទី4តថាគតពោធិសទ្ធាជឿបញ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធថាព្រះពុទ្ធលោកសម្ដែងអីប្រាប់អីជារបស់ពិតហើយព្រះពុទ្ធលោកមានបញ្ញាឆ្លុះបញ្ចាំងយល់អតីតបច្ចុប្បន្នអនាគតលោកដឹងទាំងអស់សូម្បីតែអ្វីដែលកន្លងផុតទៅហើយរាប់លានឆ្នាំក៏លោកដឹងដែរព្រះសម្មាសម្ពុទ្ធអង្គពីមុនដែលលោកត្រាស់រាប់ម៉ឺនសែនអង្គទៅហើយព្រះពុទ្ធអង្គណាធ្វើអីក៏ព្រះពុទ្ធលោកជ្រាបដែរតែព្រះពុទ្ធអង្គមុនលោកបានធ្វើអីខ្លះអញ្ចឹងដឹងអាហ្នឹងព្រះពុទ្ធជឿបញ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធសម្រាប់យើងអ្នកដែលមានបញ្ញាយើងយល់ដឹងហើយយើងជឿឲ្យព្រះពុទ្ធលោកសម្ដែងអីយើងជឿព្រះពុទ្ធលោកមិនដែលកុហកណាទេដែលបោកប្រាស់ពុទ្ធពរណាប្រាប់តែពីសេចក្តីពិតតែយើងតែបានតែជឿបញ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធជឿ4យ៉ាងនេះត្រឹមត្រូវព្រោះតែជឿ4យ៉ាងនេះគ្មានត្រូវការទៅពឹងទៅហៅរោណាតែខំតែធ្វើការហ្នឹងទៅ
បានសម្រេចផលប្រយោជន៍ហើយសម្រាប់ជីវិតរបស់ពលយើងគ្រប់គ្នាទាំងអស់នោះរួចអ្នកកាន់ពុទ្ធសាសនានេះត្រូវបានទទួលផល3យ៉ាងពីការគោរពពុទ្ធសាសនាដោយត្រឹមត្រូវដែលយើងស្គាល់មេគាហ្នឹងប្រយោជន៍ទី1គឺសម្បត្តិមនុស្សទី2សម្បត្តិក្នុងឋានសួគ៌ទី3សម្បត្តិព្រះនិព្វានណាបានពីពុទ្ធសាសនាទាំងអស់ហើយព្រះសម្មាសម្ពុទ្ធលោកឲ្យយើងធ្វើសម្បត្តិមនុស្សនេះឲ្យសម្រេចមុនគេទាំងអស់អត់ទៅនិយាយពីសួគ៌និព្វានទេសម្បត្តិមនុស្សគឺទ្រព្យសម្បត្តិមាសប្រាក់របស់ញោមញាតិនឹងឯងណាសម្បត្តិមនុស្សបើញោមញាតិខ្វះទ្រព្យខ្វះសម្បត្តិឲ្យជីវិតរស់នៅមិនបានដោយសុខសួស្តីក៏អត់ទេខ្វះបាយបរិភោគខ្វះផ្ទះនៅខ្វះសម្ពត់ខោអាវស្លៀកពាក់ពេលជំងឺនឹងបានអីទៅជាបានអាហ្នឹងវាខ្វះទ្រព្យហ្នឹងឯងពុទ្ធឲ្យយើងខំរកទ្រព្យឲ្យបានដើម្បីធ្វើឲ្យជីវិតយើងនឹងបានសេរីសួស្តីក្នុងមនុស្សហ្នឹងខ្ញុំមើលអ្នកដែលក្រខ្សត់ហ្នឹងជីវិតនេះមានសុខឯណាមានសួស្តីណាខ្វះជាពិសេសគឺខ្វះមហោអាហារបាយទឹកអញ្ចឹមពោះឯងផងអញ្ចឹមប្រពន្ធអញ្ចឹមកូនផងលែងតាអាមនៅមកវាខ្វះទ្រព្យឯងធ្វើបុគ្គលនឹងធ្វើសម្បត្តិមនុស្សហ្នឹងมันឲ្យបានសម្រេចបានទេសម្បត្តិមនុស្សដែលរកសម្រេចបានដោយសារអត់បញ្ញាខ្វះបញ្ញាអត់បានរៀនបានសូត្រអីនេះគេខ្វះបញ្ញារកអីអត់បានnên ta qua banya mũi sạt soi ởជីវិតបានប្រពន្ធលោកឲ្យមនុស្សសន្សំបញ្ញាខំសិក្សារៀនសូត្របញ្ញានឹងជាភាសាបាលីប្រែជាសង្ស្ក្រឹតថាប្រាជ្ញាខ្មែរយើងថាសេចក្តីដឹងទូទៅញោមដឹងអីស្គាល់អីខាតហ្នឹងជាតួបញ្ញាហ្នឹងបញ្ញាកើតពីការសិក្សារៀនសូត្រការស្ដាប់អានឹងគេហៅតួបញ្ញាកើតឡើងត្រូវសន្សំបញ្ញានឹងជាពុទ្ធសាសនាបើញោមញាតិធ្វើជីវិតសម្បត្តិមនុស្សនេះឲ្យបបោឲ្យបានមានឱកាសមានទុននឹងឆោមទៅរកឋានសួគ៌បានយើងមានសម្បត្តិទ្រព្យបរិច្ចាគទានផងធ្វើសិលឲ្យផងជាទុនជាបច្ច័យដើម្បីឲ្យជីវិតយើងអស់ទៅស្លាប់ទៅកាន់សុគតិឋានសួគ៌បានទៅព្រះនិព្វានបានក៏ព្រោះតែសម្បត្តិមនុស្សនឹងមានដែរបានតែនៅប្រភពឋានសួគ៌និព្វាននៅនឹងមនុស្សនឹងទេពុទ្ធឲ្យធ្វើសម្បត្តិមនុស្សឲ្យសម្រេចសិនតែញោមញាតអត់ដឹងទេធ្វើអីក៏បល់ទៅតែសួគ៌ទៅតែនិព្វានធ្វើអីក៏សួគ៌តែនិព្វានតែសម្បត្តិមនុស្សអត់គិតទេបើគេយល់ពីពុទ្ធសាសនាគេខំរកសម្បត្តិមនុស្សនោះឲ្យបានបរិបូរណ៍គ្រប់គ្រាន់ទៅយើងមានទុនមានដើមទុនធនធានទៅកាន់សួគ៌ឋាននិព្វាននឹងបាននឹងសូមញោមញាតិពុទ្ធបរិស័ទជ្រាបសរុបសេចក្តីមកថាពុទ្ធសាសនាជាសាសនាដែលត្រូវធ្វើការតែញោមញាតិខំធ្វើការទៅពុទ្ធសាសនាហើយបើថាខំដល់សុំគេអត់ទេមិនមែនពុទ្ធសាសនាទេសុំល្មិចក៏មិនបានដែរនឹងសុំជំរាបជាក់ស្ដែងអញ្ចឹងវាឆ្លោះមើលក្នុងគ្រួសារយើងទៅទ្រព្យសម្បត្តិដែលយើងមានតើមានពីស្អីកើតពីស្អីកើតពីធ្វើការទៅទាំងអស់ហ្នឹងឯងនឹងសូមឲ្យញោមញាតិទាំងឡាយនឹងជ្រាបម៉ោង8ហើយប៉ុណ្ណឹងឲ្យដឹងញោមយល់ប៉ុណ្ណឹងបានហើយបងឬក៏សូមបញ្ជាក់ប្រាំណាញោមណាលើកមេត្តាធ្វើមកវិញពុទ្ធសាសនាអត់តិតងនឹងខ្មោចមួយពុទ្ធសាសនាមិនសាសនាដែលសំគីទេពុទ្ធសាសនាជាសាសនាដែលខំធ្វើការធ្វើងារអីប៉ុណ្ណឹងជាពុទ្ធសាសនាដ៏ត្រឹមត្រូវហើយតែបានតែញោមណាបើសុំគេក៏សុំបានដែរមនុស្សដែលល្ងងទេអាសុំបានក៏នៅតែសុំយ៉ាងវិសុទ្ធតែញោមអ្នកដែលដើរសុំគេមិនថាមកពីអត់ដឹងមកពីអត់បញ្ញាសោះនោះបើមានបញ្ញាទៅគេមានសុំអីគេខំទៅធ្វើការទៅវាមានហើយទ្រព្យសម្បត្តិនឹងបានបញ្ចឹង
ចំណុចណាញោមណាពុទ្ធសាសនាអត់តេតងនឹងខ្មោចទេអានឹងមួយយល់ច្បាស់ពុទ្ធសាសនាអត់ដើរសុំគេទេពុទ្ធមិនបញ្រៀនមនុស្សឲ្យដើរសុំគេទេអានឹងពីរពុទ្ធសាសនាជាសាសនាដែលពុទ្ធលោកបញ្រៀនឲ្យធ្វើការទេចំណុច3នេះសំខាន់ណាស់ញោមញាតិត្រូវចាំគ្រប់គ្នាទាំងអស់ហើយដូចជាការដឹងគុណនេះក៏ជាកម្ពូលធ្វើណាកតញ្ញូនេះជាកម្ពូលធ្វើនៅក្នុងពុទ្ធសាសនាភាពអ្នកដឹងគុណគេនោះដល់បុព្វការីជននោះនឹងជាពាក្យទូលមានព្រានបដៅរបស់ពុទ្ធដែរឲ្យដឹងគុណអ្នកដទៃដែលគេធ្វើប្រយោជន៍មកឲ្យលើយើងនឹងយើងបានទទួលលទ្ធផលល្អអំពីការងាររបស់អ្នកមានគុណដោយយើងជាកូនចៅបានទទួលសេចក្តីល្អពីលោកជាមេត្តាបិតារបស់ផងយើងគ្រប់គ្នានឹងឯងដែលយើងពុទ្ធលោកឲ្យយើងនឹងដឹងគុណដល់កតញ្ញូបុព្វការីជនរបស់យើងនឹងកុំឲ្យខានអីសោះដោយហើយទៅពេលយប់ឡើងយើងមុននឹងនិន្ទ្រាសម្រានមុននឹងប្រះក្បាលដល់ខ្នើយពុទ្ធសាសនាឲ្យលោកមានឲ្យយើងមានសតិសម្បជញ្ញៈត្រូវនឹករលឹកឃើញដល់គុណលោកឪពុកអ្នកម្ដាយរបស់ព្រះយើងអង្គុយនឹកថានឹងកាលអញនៅពីតូចមិនឃើញកាយវិការរបស់លោកឪពុកអ្នកម្ដាយគិតធ្វើមកលើអញយ៉ាងណាគិតទំនុកបំរុងបីបាច់អញយ៉ាងណាឋានៈថ្នមនឹកឲ្យរលឹកចឹងសិនណាញោមណារលឹកឃើញវីរភាពរបស់លោកហើយនឹកឃើញសូវសំនឹកឃើញដល់បរតនត្រ័យក្នុងពុទ្ធសាសនាពុទ្ធប្រតិបត្តិសង្ឃជាពិសេសនឹកឃើញគុណលោកឲ្យរៀងlạiមួយយប់មួយថ្ងៃនឹកម្ដងពេលដែលយើងទទួលទានតំណែងនឹងមុនប្រះក្បាលដល់ខ្នើយនឹកឃើញគុណលោកសិនក្រៅបុគ្គលដែលមានកតញ្ញូតាធឿនអ្នកដឹងគុណមិនមែនឲ្យដឹងមួយឆ្នាំថ្ងៃកាន់ពេលមួយថ្ងៃទេណាញោមណាអានឹងកម្មវិធីដែលយើងធ្វើជាកម្មវិធីធ្វើទានឧទ្ទិសជូនតាមម្យ៉ាងយើងក៏នឹករលឹកក្នុងចិត្តរលឹកឲ្យបានរាល់ថ្ងៃរឹកឲ្យបានរាល់រាត្រីកុំឲ្យខានអីសោះនឹងជាពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើងនេះព្រោះលោកសម្ដែងថាបុគ្គលដែលមានធ្វើកតញ្ញូដឹងគុណមេត្តាបិតាចិញ្ចឹមបីបាច់រសាតាំងពីលោករស់មានជីវិតនៅរហូតដល់លោកលាលោកនៅតែដឹងគុណលោកថាបុគ្គលកតញ្ញូនេះជីវិតនឹងបានសុខសួស្តីក្នុងពេលដែលខ្លួនរស់នៅធ្វើការអីក៏ចម្រើនដែរធ្វើស្រែទេចំការធ្វើជំនួញជួញប្រែធ្វើមន្ត្រីរាជការអីធ្វើកតញ្ញូនឹងជួយទ្រទ្រង់បុគ្គលកតញ្ញូនោះឲ្យចម្រើនលូតលាស់ជានិច្ចធ្វើកតញ្ញូមានគុណានុភាពអញ្ចឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងអញ្ចឹងសំបីតែមានជនពាលជនអសប្បុរសណាកាយខូខើដែលបំណងបៀតបៀនដល់រូបរាងកាយរបស់ព្រះយើងទេវតានៅក្បែរនៅភូមិទេវតាឃើញដឹងថាពួកនឹងប្រំបំបៀតបៀនដល់អាយុជីវិតរបស់យើងទេវតាក៏ផ្ញើបញ្ជាជួយយើងអត់ឲ្យជនពាលមកប៉ះទង្គិចយើងរូបរាងកាយយើងបានទេក្នុងគម្ពីរពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអញ្ចឹងអានោះបានសេចក្តីសុខព្រោះធ្វើកតញ្ញូធ្វើកតញ្ញូបើធៀបនឹងចិនថាហុងស៊ុយអញ្ចឹងណាមួយជួយទ្រទ្រង់ណាអ្នកដែលដឹងគុណប៉ុន្តែហុងស៊ុយចិនថាមានដីដែលមានហុងស៊ុយល្អម៉ែឪងឹកវាទៅកប់នោះទៅជួយឲ្យកូនរស់ស៊ីកើតមានអញ្ចឹងគាត់ម៉ែឪដែលមិនទាន់ងឹកនឹងបាញ់ទៅកប់ដីហុងស៊ុយណាកូនគេទៅរស់ស៊ីមានដែរណាអញ្ចឹងញោមក្លាម៉ែឪមានតែងឹកណាបើរស់ស៊ីបានមានហុងស៊ុយពីតាណាមកអញ្ចឹងបើធ្វើកតញ្ញូនឹងបានពុទ្ធសាសនាថាហុងស៊ុយប្រកបតាមមកជួយទ្រទ្រង់វិទេវតាក៏រសាយើងដែរវិជីវិតយើងក៏បានសុខសួស្តីក្នុងជីវិតមនុស្សនៅធ្វើកតញ្ញូជួយទ្រទ្រង់លុះអស់ជីវិតទៅនឹងបានទៅកាន់សុគតិភពទៀតព្រោះកតញ្ញូតាធើនឹងជាពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធដែលលោកសម្ដែងប្រាប់
ដល់បរិស័ទទាំងឡាយទូទៅនឹងក្នុងភាពជាកូនជាចៅឬជាមនុស្សដែលមានធ្វើកតញ្ញូដឹងគុណដល់អ្នកដទៃនឹងមានលោកឪពុកអ្នកម្ដាយជាដើមដោយកម្មវិធីថ្ងៃនេះគឺជាកតញ្ញូតាធ្វើរបស់ញោមញាតិគ្រប់គ្នាហើយនឹករលឹកឧបការៈគុណរបស់ព្រះលោកទោះបីលោកលះលោកទៅផុតឆ្ងាយហើយយូរហើយក៏នៅតែមិនភ្លេចទេនៅតែនឹកដល់លោកឪពុកអ្នកម្ដាយតែមិនដឹងកាត់ទៅរកកើតណាមនឹងកើតនៅវិណាមដែរតាមពុទ្ធសាសនាមានតែធ្វើតេកណានុបទាននេះឯងមានពិធីកាន់បិណ្ឌនឹងជាដើមមកកាន់បិណ្ឌមួយឆ្នាំម្ដងធ្វើទៅជាធ្វើដែលសម្រាប់តបគុណដល់បុព្វការីជនគ្រប់គ្នាទាំងអស់នឹងសូមយើងញាតិទាំងឡាយនឹងជ្រាបអញ្ចឹងធ្វើទេសនាក្នុងកម្មវិធីវេនកាន់បិណ្ឌរបស់ញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាដែលមានឧបាសិកាលីស៊ូហនិងស្វាមីព្រមទាំងកូនចៅទាំងអស់ក្នុងឱកាសនេះក៏លមមពូសំតាមកាលនិងវេលាហើយតែមុននឹងបញ្ចប់ធ្វើទេសនានេះក៏សូមឧទ្ទិសកុសលផលដល់នៃការអំពីធម្មទានអមិសទានក្នុងឱកាសនេះជូនដល់បុព្វការីជន